ថៃបាននឹងកំពុងប្រព្រឹត្តអក្រិតកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោកនិងការរំលោភបំពានច្បាប់អន្តរជាតិដែលការបាញ់គ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកកងទ័ពឈ្លានពានថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមនិងមណ្ឌលសុខភាពដែលជាកន្លែងប្រារព្ធជំនឿសាសនានិងព្យាបាលពលរដ្ឋយោងតាមមន្ត្រីអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោងប៉ាម30នាទីរសៀលមានយន្តហោះថៃ F-16 មួយគ្រឿងបានមកទម្លាក់គ្រាប់មកលើវត្តតាម៉ុនសែនជ័យនិងមណ្ឌលសុខភាពតាសែនជ័យស្ថិតនៅភូមិតាសែនជ័យឃុំគោកមុនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យបង្កឲ្យមានការខូចខាតនេះជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃកងទ័ពថៃដែលនៅព្រឹកថ្ងៃទី24ខែកក្កដាឆ្នាំ2025នេះបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅប្រាសាទតាម៉ុនធំនិងនៅទីតាំង5កន្លែងផ្សេងទៀតដែលបង្ហាញពីការឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា